ទោស7អ្នកក្នុងចំណោម7អ្នកហ្នឹងមាន6អ្នកបានរត់រួចដោយសុវត្ថិភាពហើយមកទល់ពេលនេះបាទយើងថាអ្នកទោសនៅក្នុងពន្ធនាគារខេត្តរតនគិរីចំនួន6អ្នកបានហែកគុករត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង3ទៀបភ្លឺថ្ងៃទី23ខែតុលាឆ្នាំ2014នេះប្រធានពន្ធនាគារខេត្តរតនគិរីបាននិយាយដឹងថាមុនពេលអ្នកទោសហែកគុករត់នោះលោកមិនបាននៅកន្លែងកើតហេតុនោះទេដោយលោកជាប់រវល់កិច្ចការនៅឯរាជធានីភ្នំពេញគឺលោកបានប្រគល់ទូនាទីទៅឲ្យអ្នកស្ដីទីមើលការខុសត្រូវជំនួសលុះដល់ថ្ងៃទី22ខែតុលាឆ្នាំ2014លោកក៏មកពីរាជធានីភ្នំពេញវិញហើយលោកបានស្នាក់នៅប្រចាំការនៅឯពន្ធនាគារលុះវេលាម៉ោង3ទៀបភ្លឺឈានចូលថ្ងៃទី23ខែតុលាឆ្នាំ2014លោកបានដើរចេញមកខាងក្រៅហើយក៏ប្រទះឃើញអ្នកទោសកំពុងតែលួចរត់តាមបង្អួចដែលពួកគេបានអាចចង្រឹងដៃមិនដឹងពីពេលណានោះទេហើយដូច្នេះហើយលោកក៏បានបាញ់ឡើងលើមួយក្របក៏ផ្អើលដល់ថ្នាំគុកទាំងអស់បាននាំគ្នាឆោឡោដេញចាប់ហើយអ្នកទោសម្នាក់បានចាប់បាននៅពេលនោះផងដែរលោកបានបន្តទៀតថានៅក្នុងបន្ទប់ដែលអ្នកទោសលួចរត់នោះមានគ្នារហូតដល់12នាក់ឯណោះហើយអ្នកដែលរត់បាន7នាក់ប៉ុន្តែ6នាក់រត់បានបាត់ទៅហើយប៉ុន្តែចាប់បានម្នាក់បាទនេះគឺជាប្រឡោះដែលគាត់ហែកមិនដឹងថាគាត់កាត់តាំងពីពេលណានោះទេហើយនេះមើលទៅអាចចេញបានពេលពួចមិញតិចហ្នឹងពួចមិញមកចេញមកខ្លួនបាទនេះគឺជាករណីថ្មីមួយទៀតហើយនៅក្នុងខេត្តរតនគិរីបន្ទាប់ពីខេត្តកំពង់ឆ្នាំងនៅក្នុងរាជធានីភ្នំពេញយើងមួយដែរហើយយើងថាគឺករណីនេះយើងត្រូវគេបានមើលឃើញថាមានកើតឡើងជាបន្តហើយយើងថានេះហាក់ដូចជាមានភាពធូររលុងខាងពន្ធនាគារនៅខេត្តរតនគិរីនោះគឺ6នាក់បានរត់បាត់ទៅហើយប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ប្រធានពន្ធនាគារខេត្តរតនគិរីក៏បានចេញនៅការណែនាំទៅកាន់បណ្ដាខេត្តផ្សេងៗបើសិនបានប្រទះឃើញទាំង6នាក់នោះគឺត្រូវតែចាប់បញ្ជូនមកវិញឬក៏រាយការណ៍ជូនសមត្ថកិច្ចរបស់យើងដើម្បីធ្វើយ៉ាងណាចាប់អ្នកទោសដែលរត់នោះឲ្យមកជាប់ពន្ធនាគារ